រឿងនន្តយៈគុណនៃសមបត្តិពូកែផុតក្នុងលោកក្នុងការខ្លះព្រះអគ្គសាវកទាំងពីរអង្គសម្រាប់សម្រានព្រះអិរិយាបថក្នុងកបោតកន្តរវិហារក៏មាននាការរាត្រីខាងខ្នើតព្រះច័ន្ទបានបញ្ចាំងរស្មីភ្លឺត្រចះឆើតឆាយជាទីញ៉ាំងទឹកចិត្តរបស់សត្វទាំងឡាយឲ្យរីករាយសប្បាយទូទៅគ្រប់ភូមិស្រុកទាំងអស់ឯព្រះសាវកទាំងពីរអង្គនោះព្រះសារីបុត្រដ៏មានអាយុជាព្រះធម្មសេនាបតីទើបនឹងកោព្រះកេសកថ្មីគង់ចូលសមបត្តិជាសបាយក្នុងឱកាសវាស្រឡះលំដាប់នោះនន្តយៈព្រមនឹងយៈមួយទៀតហោះហើរលើអាកាសវេហាបានឃើញព្រះថេរៈគង់ចូលសមបត្តិក្នុងទីវាលដូច្នោះក៏ញ៉ាំងចិត្តសាហាវខូខៅអាក្រក់ក្រៃឲ្យកាត់ឡើងតែតាមដំណឹងមកថាយៈនោះមានគំនុំគុំគួននឹងប្រថេក្នុងជាតិដែលមានក្នុងកាលមុននន្តយៈមានចិត្តត្រសនួកាត់ឡើងហើយចង់វាយប្រសៀប្រថេណាស់ហើយនិយាយប្រាប់យៈមួយថាសំឡាញ់អញចង់វាយក្បាយលោកនោះណាសំឡាញ់គុំលោកនោះមានអំឡាចណាស់វាយមួយផងនៅដែលនន្តយៈមិនអើពើនឹងសម្ដីខ្វះសោះទើបបញ្ចាំងសេចក្តីឧស្សាហ៍ឲ្យអាក់ឡើងហើយឈរជ្រែងលើអាកាសសំពងព្រះសៀប្រថេលន់លឺផោងខ្លាំងអស្ចារ្យហួសការប្រហារធម្មតាការប្រហារនោះអាចពន្លិចចុះនៅនាគមានពុះ7ឬ7កន្លះពុំលូសោតកំពូលភ្នំដ៏ធំក៏ស្រុតចុះចូលទៅក្នុងផែនដីបានដែរប៉ុន្តែគ្រូល្អបានកម្លាំងសមបត្តិជួយគាំទ្រព្រះសៀរបស់លោកពុំមានស្លាកស្នាមអ្វីឡើយជួនជាពេលដែលយៈប្រហារនោះទៀតលោកមិនទាន់ចេញពីសមបត្តិព្រះមហាមោគលានមានឫទ្ធិច្រើនបានឃើញយៈនោះប្រហារព្រះសារីបុត្រដោយទភចក្ខុហើយចូលទៅរកលោកព្រះមហាមោគលានសួរថាហើយអាវុសោសារីបុត្រលោកឈឺដែរយៈវាយមួយផោងអំបាញ់មិញនេះទេអាវុសោមោគលានសេរីយន្តរបស់ខ្ញុំល្មមអត់ទ្រាំបានល្មមឲ្យប្រព្រឹត្តទៅបានតែឈឺបន្តិចដែរគួរតែឆ្ងល់ខានពុំបានថាបើសិរីរៈបានកម្លាំងសមបត្តិជួយឧបត្ថម្ភហាលីម្ដេចឡើយបានជាមានសេចក្តីជួយចាប់បន្តិចបន្តួចក្នុងព្រះសៀព្រះធេដែរបានជាជួយចាប់ព្រោះលោកប្រញាប់ចេញពីសមបត្តិពេកព្រោះថាសេចក្តីទុក្ខរមែងមិនប្រកបខាងក្នុងសមបត្តិទេដូចជាបុគ្គលដេកលក់ហើយសត្វទាំងឡាយមានមូសជាដើមខំលុះភ្ញាក់ឡើងលែងអ្វីនឹងមានសេចក្តីឈឺឯនន្តយៈគ្រាន់តែវាយប្រថេហើយភ្លាមក៏មានសេចក្តីក្តៅអន្ទះអន្តែងដ៏ខ្លាំងក្លាកាត់ឡើងក្នុងសេរីរៈទើបស្រែកថាអញនេះហើយអញឆេះហើយធ្លាក់ដាំគិតដាំតងមកពីអាកាសកាន់ផែនដីស្រាប់តែអណ្ដាតភ្លើងអវ័យជីស្រោបពេញអត្តភាពហើយអូតទម្លាក់ទៅក្នុងនិរោគទាំងស្រក់ស្រោតគួរតែឆ្ងល់ម្ដងទៀតហេតុអ្វីបានជាអណ្ដាតភ្លើងអវ័យជីរុញគ្នាទៅនិរោគទាំងអត្តភាពជាយៈត្រឡាំងដូចនេះម្ដេចក៏មិនចាំស្លាប់សិនឆ្លើយថាបាបកម្មជាទិដ្ឋិធម្មវេទនាណាមានយៈត្រូវសោចនៃមហាទុក្ខដោយអត្តភាពជាយៈដោយកម្លាំងនៃបាបកម្មជាទិដ្ឋិធម្មវេទនានោះមិនបាច់ចាំដល់ស្លាប់ឡើយអាចសោចចង្រោះបានដែលអត់ញញើតឯនន្តយៈនោះក៏ចូលទៅកើតនៅក្នុងអនន្តរិយកម្មដែលត្រូវរងនៅក្នុងភពជាលំដាប់តទៅ